ធ្វើទុកបុកម្នេញលោករងឈុននេះគឺបានផ្អើលដល់អង្គការអប់រំអន្តរជាតិមួយដ៏ធំដែលបានសរសេរលិខិតមួយទៅកាន់លោករដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជាគឺលោកប្រាក់សុខុនដែលលិខិតនេះត្រូវបានខាងបណ្ដាញផ្សព្វផ្សាយយកមកចុះផ្សាយព្រមព្រៀងដែលខ្លឹមសារនៃលិខិតនេះគឺមែនតើទៅគឺដូចថាចង់ឲ្យកម្ពុជានឹងធ្វើយ៉ាងម៉េចឈប់រដ្ឋបិទសិទ្ធិសេរីភាពផ្នែកនយោបាយរបស់លោករងឈុនតាមពិតរឿងអីដែលតកតងលោករងឈុនសោះរឿងដែលជាទីប្រឹក្សារបស់គណៈបកកម្លាំងជាតិជាអ្នកនយោបាយជាអ្នកតស៊ូមតិនៅក្នុងសហគមន៍ខ្មែរដែលល្បីក៏ប៉ុន្តែទៅឈឺឆ្អាលអីដល់ខាងអង្គការអប់រំរបស់អន្តរជាតិអីនេះទៅវិញព្រោះធម្មតាអង្គការអប់រំតកតងតែរឿងអប់រំតកតងតែរឿងសិក្សាធិការតកតងតែរឿងគ្រូបង្រៀនរឿងអីអញ្ចេះទេហើយអង្គការអប់រំពិភពលោកហ្នឹងជាអង្គការអីមានទីស្នាក់ការនៅឯណាហើយមានសមាជិកប្រមាណអ្នកអីក៏ឈឺឆ្អាលអីរឿងលោករងឈុនតកតងនឹងនយោបាយនៅស្រុកខ្មែរអីនេះទៅវិញបាទតាមពិតបងប្អូនអង្គការអប់រំអន្តរជាតិនេះហៅជាភាសាអង់គ្លេសថា Educational International គឺ EI Educational International នេះគឺជាស្ថាប័នអប់រំមួយធំដែលមែនតើទៅជាសហព័ន្ធសហជីពវាជាសហព័ន្ធសហជីពដែលអង្គការគ្រូបង្រៀនពិភពលោកតែម្ដងមិនមែនតូចទេធំអត់មែនមានផ្ទះល្វែងមួយឬក៏បន្ទប់ពីរអីចឹងហៅថាជាសហព័ន្ធសហជីពអីទេអង្គការនេះគឺជាអង្គការអន្តរជាតិដែលមានសមាជិកទាំងអស់ដែលជាបណ្ដាញរបស់អង្គការនេះគឺ375អង្គការស្ថាប័នបាទច្រើនណាស់375អង្គការស្ថាប័នហើយមានក្រុមគ្រូបង្រៀននៅលើពិភពលោកដែលជាសម្ព័ន្ធរបស់អង្គការនេះ33លាននាក់មិនតិចតែមិន33,000មិន33,000ទេ33លាននាក់ដែលជាសមាជិករបស់អង្គការនេះហើយមែនតើទៅគឺជាបណ្ដាញអង្គការអប់រំគ្រូបង្រៀនអន្តរជាតិមាននៅប្រទេសជាង180ប្រទេសបាទអញ្ចឹងអង្គការនេះស្ទើរតែស្មើនឹងស្ថាប័នអង្គការសហប្រជាជាតិទៅហើយហ្នឹងព្រោះប្រទេស180ប្រទេសនឹងដែនដីហ្នឹងគឺជាសមាជិករបស់អង្គការអប់រំពិភពលោកនេះហើយលិខិតដែលផ្ញើទៅលោកប្រាក់សុខុននេះគឺមានខ្លឹមសារអំពាវនាវជាពិសេសគឺឲ្យឈប់រដ្ឋបិទសិទ្ធិសេរីភាពរបស់លោករងឈុនផ្នែកនយោបាយខ្ញុំជឿថាអង្គការនេះចេញនេះប្រហែលជាក្នុងន័យមួយថាលោករងឈុនលោកធ្លាប់ធ្វើកិច្ចការងារជាប្រធានសមាគមគ្រូបង្រៀនឯករាជ្យកម្ពុជាដែរព្រោះអីមានតំណែងតំណងចិត្តស្និទ្ធណាស់ជាមួយនឹងអង្គការអប់រំពិភពលោកនេះដែលកន្លងមកសូម្បីតែនៅក្នុងឆ្នាំ2020កាលពីអំឡុងខែសីហាកាលនោះលោករងឈុនហើយនឹងគ្រូបង្រៀន4-5នាក់ទៀតកាលនោះលោករងឈុននៅជាប្រធានសមាគមគ្រូបង្រៀនឯករាជ្យកម្ពុជាហ្នឹងក៏រងការចោទប្រកាន់ចាប់ឃុំខ្លួនរបស់អាជ្ញាធរកម្ពុជាសម័យ COVID-19 នោះមានដោយលោករងឈុនមានលោកសុនធននៅឯបារាយគ្រូបង្រៀននៅបារាយនៅអីនោះគឺជាប់ដូចសឡកពឹសចឹងដែលកាលហ្នឹងសុនធននៅឯបារាយគ្រូបង្រៀននៅបារាយនៅអីនោះគឺជាប់ដូចសឡកពឹសចឹងដែលកាលហ្នឹងមានអន្តរាគមន៍ពីអង្គការពិភពលោកនេះមួយដែរដើម្បីទាមទារឲ្យដោះលែងទាមទារឲ្យកុំធ្វើទុកបុកម្នេញគ្រូបង្រៀនឥឡូវនេះតកតងនឹងលោករងឈុនដែលមែនតើទៅក៏នៅតែជាទីប្រឹក្សាក៏នៅតែមានជាប់នៅនៃការពាក់ព័ន្ធនឹងកិច្ចការងារសមាគមគ្រូបង្រៀនឬក៏គាត់ធ្លាប់មានការងារនេះធ្វើឲ្យម្យ៉ាងទៀតគឺសិទ្ធិនយោបាយដែលជាសិទ្ធិសកលសិទ្ធិដែលធានាដោយច្បាប់ជាតិនិងអន្តរជាតិផងប៉ះពាល់ដល់សិទ្ធិនៃអតីតឬក៏ស្ថាបនិកអង្គការសមាគមគ្រូបង្រៀនឯករាជ្យកម្ពុជាបែបនេះធ្វើឲ្យសមាគមគ្រូបង្រៀននៅលើពិភពលោកនេះគេជួយគ្នាដើម្បីជាផ្នែកជាចំោះដាក់សម្ពាធឬក៏អាចថាអំពាវនាវឲ្យរដ្ឋាភិបាលកម្ពុជាដោះលែងលោករងឈុនឲ្យមានសេរីភាពនយោបាយពេញលេញអីចឹងទៅហើយសារនេះគឺផ្ញើជូនទៅរដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជាយើងមិនទាន់ឃើញប្រតិកម្មពីខាងភាគីកម្ពុជាយ៉ាងណាទេក៏ប៉ុន្តែរឿងនេះវាមានន័យជាទូទៅវាមិនមែនគ្រាន់តែជាសារអំពាវនាវឲ្យរដ្ឋាភិបាលកម្ពុជាលើកលែងទោសឬក៏ដាក់ឈប់រដ្ឋបិទសិទ្ធិនយោបាយប្រគល់សិទ្ធិនយោបាយឲ្យលោករងឈុនវិញប៉ុណ្ណោះទេប៉ុន្តែជាមុខមាត់ជាតិកម្ពុជាទាំងមូលគឺពិភពលោកគឺគេបានដឹងភ្លាមថាកម្ពុជាមានបញ្ហាដោយសារសមាគមគ្រូបង្រៀននេះគឺមានសាខាដល់ទៅ180ចង់និយាយថាមានសមាជិកដល់ទៅជាង30លាននាក់ហើយ375អង្គការហើយនៅប្រទេសសមាជិកហ្នឹង180ប្រទេសហើយនោះដូច្នេះឈ្មោះគេអាស្រូវរបស់កម្ពុជាហ្នឹងគឺថាវាខ្ទរខ្ទាបពេញពិភពលោកដូចភ្លើងឆេះព្រៃអញ្ចឹងបើសិនជាយើងអត់ព្រមកែប្រែស្ដារស្ថានភាពនេះជួនកាលកម្ពុជាខ្លួនឯងគិតថាដើម្បីក្រាញអំណាចដើម្បីបកពួកក្រុមខ្លួនហ្នឹងគឺចេះតែធ្វើទុកបុកម្នេញទៅហើយគិតថាពិភពលោកហ្នឹងប្រហែលជាគ្មានអ្នកណាដឹងទេឬក៏មិនដឹងតាមពិតពិភពលោកគឺគេដឹងរឿងយើងគ្រប់តែគ្នានឹងអត់ដឹងតែរឿងយើងនៅស្រុកខ្មែរដែលចាញ់បោកនយោបាយប្រជាពិធទេឬក៏ដឹងហើយក៏មិនដឹងថាធ្វើអីចិត្តតែទ្រាំលេបទ្រាំស្ដាប់ទៅបាទឥឡូវនេះខ្ញុំឆ្លេះរឿងនេះប៉ុណ្ណេះខ្ញុំជឿថារដ្ឋាភិបាលកម្ពុជាបើចង់ធ្វើឲ្យមុខមាត់កម្ពុជានេះល្អភ្ញៀវទេសចរយើងក៏ធ្លាក់ខ្លាំងមែនតើដល់ពាក់កណ្ដាលទៅហើយដោយសារតែរឿងចំនួនព្រំដែនដោយសាររឿង scam ដោយសារអំពើពុករលួយដោយសារបញ្ហាសន្តិសុខដោយសារបញ្ហាអីសពបែបយ៉ាងហ្នឹងគឺថាវារឹតរួតច្រើនណាអញ្ចឹងយើងត្រូវការស្ដារគ្រប់ហេដ្ឋារចនាសម្ព័ន្ធដើម្បីសេដ្ឋកិច្ចដើម្បីសុខុមាលភាពដើម្បីសុខទុក្ខរបស់ប្រជាពលរដ្ឋយើងឡើងវិញហើយសហគមន៍អន្តរជាតិនៅចាំតែដាក់ទណ្ឌកម្មកម្ពុជាបន្ថែមហើយរឿងលោករងឈុននេះណាក៏ជាផ្នែកមួយនៃការដាក់ទណ្ឌកម្មរបស់សហគមន៍អន្តរជាតិបន្ថែមទៅលើកម្ពុជាដែរបើសិនជាយើងអត់ដោះស្រាយត្រឹមត្រូវ